បាទជំរាបសួរសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីជាមួយខ្ញុំវណ្ណិតថ្ងៃនេះគឺខ្ញុំនឹងធ្វើដំណើរមកកាន់ក្រុងព្រះសីហនុចង់ដឹងអត់ថាដំណើរកំសាន្តមួយនេះយើងធ្វើដំណើរបែបណាហើយយើងទៅកន្លែងណាខ្លះកុំភ្លេចតាមដានជាមួយខ្ញុំទាំងគ្នាឥឡូវនេះយើងកំពុងតែនៅកន្លែងខ្មែរធ្វើបានអ្នកគ្នាអញ្ចឹងបន្ទាប់មកយើងនឹងធ្វើដំណើរទៅលេងឆ្នេរក៏ដូចជាទៅលេងនៅតំបន់ផ្សេងៗនៅក្នុងក្រុងព្រះសីហនុផងដែរអញ្ចឹងកុំភ្លេចតាមដានវីដេអូមួយនេះដល់ចប់ផងយាអ្នកទាំងគ្នានេះគឺជាសកម្មភាពដែលយើងចាប់ផ្ដើមធ្វើដំណើរទៅកាន់ក្រុងព្រះសីហនុហើយខ្ញុំជ្រើសរើសយករថយន្តក្រុងដេកយប់របស់ក្រុមហ៊ុនរ៉ូម៉ានីដែលធ្វើដំណើរចេញពីក្រុងសៀមរាបប្រហែលជាម៉ោង7ជាងហើយយើងធ្វើដំណើរទៅដល់ក្រុងព្រះសីហនុនឹងខ្ទង់ម៉ោង5ទៅម៉ោង6អ្នកគ្នាគឺជិះទៅ10ម៉ោងទេហើយបន្ទាប់ពីមកដល់ក្រុងព្រះសីហនុគឺថានៅកន្លែងទីក្រុងរបស់គេនឹងគឺថាគេធំខ្លាំងមែនតើអ្នកគ្នាគឺថាជាទស្សនវិជ្ជាមួយប្លែកសម្រាប់ខ្ញុំហើយដោយសារតែខ្ញុំអត់ដែរមកលេងនៅតំបន់ដែលមានអាគារធំក៏ដូចជាតំបន់សមុទ្រនោះទេឥឡូវនេះយើងមកដល់ផ្សារលើហើយយើងមកធ្វើការញ៉ាំអាហារពេលព្រឹកសិនដែលខ្ញុំមកជ្រើសរើសញ៉ាំជាមួយនឹងនំបញ្ចុកស្រស់គឺថាតំណងឆ្ងាញ់ខ្លាំងមែនតើអ្នកគ្នាហើយនៅកន្លែងនេះគឺថាលើថាល្បីម្ហូបអាហារឆ្ងាញ់គ្រឿងសមុទ្រអីតម្លៃធូរថ្លៃអញ្ចឹងណាហើយបន្ទាប់ពីញ៉ាំហើយយើងចាប់ផ្ដើមធ្វើដំណើរទៅដើរលេងនៅតំបន់កំសាន្តដូចជាកន្លែងខ្មែរធ្វើបានឬក៏កន្លែងបឋមតង់ស្បែកនេះឥឡូវនេះគឺយើងមកលេងនៅកន្លែងខ្មែរធ្វើបានសិនអ្នកគ្នាគឺថាសស្អាតខ្លាំងមែនទែនហើយជាទស្សនវិជ្ជាប្លែកមួយសម្រាប់ខ្ញុំផងដែរហើយបន្ទាប់ពីយើងមកដល់ហើយយើងក៏ធ្វើការថតរូបថតអីលេងហើយដើរមើលនេះដើរមើលនោះអីជិនទួចយើងក៏ចាប់ផ្ដើមចេញដំណើរទៅកាន់កន្លែងមួយទៀតដែលមានឈ្មោះថាព្រះថោងតង់ស្បែកនាងនេះហើយនៅទីនេះផងដែរគឺជាទស្សនវិជ្ជាមួយដ៏ប្លែកដ៏សស្អាតខ្លាំងមែនទែនគឺជាកន្លែងព្រះថោងតង់ស្បែកនាងនេះគឺថាមានបងប្អូនប្រជាពលរដ្ឋខ្មែរយើងមកលេងច្រើនកកខ្លាំងមែនទែនហើយឥឡូវនេះគឺយើងបានមកដល់ហើយយើងចាប់ផ្ដើមធ្វើការថតរូបថតអីដើម្បីទុកជាអនុស្សាវរីយ៍ថាយើងបានមកលេងនៅសមុទ្រអីចឹងណាអ្នកគ្នាហើយណាមួយយើងក៏ថតប្រម៉ូទអាវដែលយើងលក់ផងដែរអ្នកគ្នាអាចជួយគ្រប់គ្រងបានកុំភ្លេចចូលទៅកាន់ page KBK Collection ហើយបន្ទាប់ពីយើងបានដើរលេងនៅទីតាំងពីកន្លែងហ្នឹងហើយយើងចាប់ដើមធ្វើការទៅលេងនៅដើមឈើចាំស្នេហ៍បន្ទាប់មកក៏យើងបានមកលេងនៅឆ្នេរអូច្រេះផងដែរហើយបន្ទាប់ពីមកដល់ឆ្នេរគឺថាអារម្មណ៍មួយដែលយើងអត់ដែរមកសមុទ្រអត់ដែរហិតក្លិនសមុទ្រអ្នកគ្នាគឺថាមកដល់ភ្លាមគឺថាអូយស្រស់ស្អាតខ្លាំងមែនទែនសមុទ្រស្អាតខ្លាំងមែនទែនហើយអ្វីដែលប្លែកនោះគឺយើងអង្គុយអាំងមឹកបដាហើយយើងស្ដាប់ទឹករលកបដាអីចឹងណាគឺថាតំណងខ្លាំងមែនតើអ្នកគ្នាគឺថារីកមិនឲ្យអ្នកគ្នាមកលេងមែនតើហើយសម្រាប់ការមកលេងសមុទ្រនេះគឺថាខ្ញុំមកលេងត្រឹមតែរយៈពេលវល់ល្ងាចទេគឺថាយើងមកពីយប់ចេញពីយប់ហើយមកដល់នេះដើរលេងមកផ្លែទៅហើយយើងងាកឡើងយើងចេញដំណើរទៅវិញចឹងណាហើយសម្រាប់ការអង្គុយញ៉ាំអីគឺថាមានមឹកមានបាកាអីគឺថាតម្លៃសមរម្យមែនតើនៅសមុទ្របងប្អូនថាបន្ទាប់ពីញ៉ាំអីហើយគឺយើងចាប់ផ្ដើមធ្វើការលេងទឹកលេងអីសន្សេឈ្មោះសន្សេអីចឹងណាហើយដូចតែបានឃើញចឹងគឺថាទស្សនវិជ្ជាសប្បាយមកលេងសមុទ្រហើយប៉ុន្តែអ្វីដែលប្លែកនោះគឺថាខ្មៅប៉ុន្តែអ្នកនេះដោយសារតែហាលសមុទ្ររយៈពេលមួយថ្ងៃលេងទឹកផងសេឈ្មោះផងហើយពូនប្រាសាទផងរំលឹកអតីតកាលកាលពីក្មេងៗអ្នកនេះគឺថាឲ្យទៅលេងមាត់ស្ទឹងឬក៏ទៅលេងតំបន់ណាដែលមានខ្សាច់គឺថាចាប់ផ្ដើមដាក់ពូនហើយនេះខ្ញុំពូនជាមួយនឹងមិត្តភក្តិរបស់ខ្ញុំគឺថាប៉ុណ្ណឹងគ្នាណាគេពូនមកខ្ពស់ជាងគេថាពូនគឺបាឥឡូវបន្ទាប់ពីពូនហើយយើងមកលេងទឹកសមុទ្រគេថាថ្ងៃគេថាអូយទៅវិញគឺខ្លោចមុខតែម្ដងតែសប្បាយអារម្មណ៍សប្បាយដែលយើងលើកទី1យើងមកអញ្ចឹងយើងភ្លក់អីគ្រប់រសជាតិហើយណាមួយធ្វើការអង្គុយដូចសែតអីចឹងណាអ្នកគ្នាអើយសប្បាយខ្លាំងមែនតែម្ដងប៉ុន្តែអ្វីដែលប្លែកសម្រាប់ខ្ញុំគឺថាសមុទ្រនៅពេលថ្ងៃហើយនៅពេលល្ងាចគឺវាមានភាពខុសគ្នាខ្លាំងយកតែមែនតែដោយសារពេលថ្ងៃវាពណ៌រាងខៀវផ្ទៃមេឃប៉ុន្តែដល់ពេលល្ងាចឡើងគឺពណ៌មាសតែម្ដងអ្នកគ្នាគឺថាចែងចាំងដោយសារតែព្រះអាទិត្យរៀបលេខគឺថាចំណាត់ចាំងពីព្រះអាទិត្យមកកាន់ទឹកសមុទ្រគឺថាពណ៌លឿងពណ៌មាសស្រស់ស្អាតខ្លាំងមែនតើហើយបន្ទាប់ពីរីឡាក់អារម្មណ៍បន្តិចជាមួយនឹងថ្ងៃរៀបលេខនៅសមុទ្រយើងក៏ចាប់ផ្ដើមដល់ម៉ោងដែលយើងត្រូវឡើងក្រុងមកកាន់សៀមរាបវិញហើយអ្នកគ្នាគឺយើងចេញពីក្រុងព្រះសីហនុនៅម៉ោង6ហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាសង្ឃឹមថាវីដេអូនេះអ្នកគ្នានឹងចូលចិត្តហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ